អូបងប្អូនជនរួមជាតិជាទីស្រឡាញ់មិនថាជាខ្មែរអ៊ីស្លាមខ្មែរជនជាតិដើមភាគតិចខ្មែរលឺខ្មែរក្រោមឬបរទេសដែលមានបេះដូងជាខ្មែរក៏ដោយព្រមទាំងបងប្អូនខ្មែររស់នៅទូទាំងពិភពលោកទាំងអស់ស្មារតីរួបរวมដ៏មហិមាក្នុងគ្រាដ៏លំបាកដែលជាតិមាតុភូមិកំពុងប្រឈមនឹងការឈ្លានពានពីសត្រូវយើងត្រូវតែរួបរวมគ្នាពួតដៃគ្នានិងស្រឡាញ់គ្នាជាធ្លុងហួយមានតែការសាមគ្គីភាពជាតិប៉ុណ្ណោះទើបអាចការពារអធិបតេយ្យភាពនិងសុខសន្តិភាពរបស់យើងបានយើងទាំងអស់គ្នាគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេសការពារបូរណភាពទឹកដីលើកទឹកចិត្តយ៉ាងក្លៀវក្លាដល់កងទ័ពជាតិនៃយើងដែលជាខែលការពារជាតិនៅជួរមុខសូមជូនពរឲ្យវីរបុរសទាំងអស់មានជ័យជំនះថ្កោលទោសរាល់ទង្វើក្បត់ជាតិយើងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនណាដែលហ៊ានចូលដៃជាមួយសត្រូវបំរើននយោបាយបរទេសនិងបំបែកបំបាក់ជាតិខ្លួនឯងក្នុងខណៈដែលសត្រូវកំពុងឈ្លានពានប្រទេសយើងទង្វើនេះគឺជាអំពើក្បត់ជាតិដែលមិនអាចលើកលែងបានជាថ្មីម្ដងទៀតក្នុងគ្រាដ៏តានតឹងដែលជាតិមាតុភូមិរបស់យើងកំពុងប្រឈមមុខនឹងការឈ្លានពានរបស់សត្រូវនេះជាពេលដែលយើងត្រូវតែបង្ហាញនូវកម្លាំងមហិមារបស់កូនខ្មែរចូលយើងបំភ្លេចរាល់ការខ្វែងគំនិតគ្នាតូចតាចហើយប្រែក្លាយភាពខុសគ្នានោះទៅជាថាមពលនៃសាមគ្គីភាពចូលយើងរួបរวมគ្នាពួតដៃគ្នាដូចជាកម្លាំងទន្លេដែលហូរមកពីគ្រប់ទិសទីប្រមូលផ្ដុំคล้ายជាស្ទឹងដ៏ធំចូលយើងស្រឡាញ់គ្នាជឿជាក់គ្នានិងគាំទ្រគ្នាទៅវិញទៅមកព្រោះឈាមខ្មែរតែមួយគឺមានតម្លៃលើសអ្វីៗទាំងអស់ស្នូជើងរបស់សត្រូវមិនអាចធ្វើឲ្យបេះដូងខ្មែរដ៏ក្លាហានរងើបានឡើយសូមយើងទាំងអស់គ្នាក្រោកឈរឡើងដោយស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់បូជាកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើងមានតែការរួបរวมគ្នាទេទើបយើងអាចការពារបូរណភាពទឹកដីនិងរក្សាអធិបតេយ្យភាពជាតិបានសាមគ្គីភាពគឺជ័យជំនះចូលយើងបំភ្លេចរាល់គំនុំតូចតាចហើយងាកមកចាប់ដៃគ្នាសាមគ្គីជាកម្លាំងតែមួយដើម្បីអនាគតកូនចៅដើម្បីជាតិមាតុភូមិខ្មែរតែមួយជ័យជំនះជាខ្មែរ